សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមករៀនគូរូក្នុងកម្មវិធី iBig Pen X ជាដំបូងយើងចូលមកចុចក្នុងកម្មវិធី iBig Pen X រួចចុចលើ My Gallery និងចុចលើសញ្ញាបូកជ្រើសរើសទំហំ Canvas ដែលយើងចង់បានយើងនឹងបានផ្ទាំង Canvas សម្រាប់គូរូដើម្បីងាយស្រួលខ្ញុំចូលទៅចុចលើប្រាស់ដោយមើលពាណិជ្ជកម្មគេឲ្យហើយយើងនឹងអាចប្រើប្រាស់ទាំងអស់បានរយៈពេល4ម៉ោងថ្ងៃនេះខ្ញុំនឹងគូររូបការ Tulip ដូចនេះខ្ញុំជ្រើសយកប្រាស់ Digital Pen ទំហំ10 pixel និងបដូរការរក្សាលំនឹងទៅជា10និងមីតហូរពី real time ទៅជា upscale បន្ទាប់មកយើងនាំគ្នាទៅរើសពណ៌សម្រាប់គូររូបការ Tulip របស់យើងខ្ញុំសូមរើសយកពណ៌ផ្កាឈូកចាស់សម្រាប់គូខាងក្រៅដោយ Color Layer ដំបូងគេបង្អស់រួចចុចទៅលើមុខងារបន្ទាត់ខាងលើរើសយករង្វង់រាងពងក្រពើបដូរទំហំតាមតម្រូវការរួចគូតាមបន្ទាត់ដែលមានហើយកុំភ្លេចចូលទៅបិទវិញដោយចុច delete ខាងក្រោមដោយផ្កា Tulip មានរាងស្រួចដូច្នេះយើងនាំគ្នាចុចទៅលើមុខងារ transform យើងជ្រើសរើសមុខងារទី3យើងនឹងអាចទាញរូបយើងឲ្យមានរាងស្រួចតាមតម្រូវការបន្ទាប់មកទៀតប្រើប្រាស់មកគូររូបស្រទាប់ខាងក្រៅនិងខាងលើថែម layer មួយទៀតដើម្បីគូររូបដើមនិងស្លឹករួចបដូរទៅជាពណ៌បៃតងចាស់គូររូបដើមនិងស្លឹកចំណែកទ្រនោងរបស់ស្លឹកខ្ញុំប្រើប្រាស់តែ5 pixel សម្រាប់គូបន្ទាប់មកយើងរើសមុខងារ bucket បន្ថែម layer មួយទៀតសម្រាប់ចាក់ពណ៌រួចទាញ layer នោះមកដាក់ខាងក្រោមរូបដើមនិងស្លឹកជ្រើសរើសពណ៌បៃតងរាងខ្ចីជាងមុនបន្តិចរួចចាក់ពណ៌ទៅលើ layer ដែលបង្កើតរួចហើយថែម layer មួយទៀតទាញចុះមកក្រោមរូបផ្កានិងបដូរទៅជាពណ៌ផ្កាឈូកខ្ចីហើយចាក់ពណ៌តែម្ដងរួចហើយយើងមកដាក់ស្រមោលដោយចុចលើ layer ដែលយើងចាក់ពណ៌រួចចុច alpha lock យកពណ៌រាងក្រមៅបន្តិចនិងបដូរប្រាស់ឈ្មោះថា airbrush ទំហំ60 pixel រួចចាក់ស្រមោលនៅខាងស្ដាំរូបនៃគូមកដាក់ស្រមោលដើមនិងស្លឹកម្ដងចុច alpha lock លើ layer ដែលចាក់ពណ៌រើសពណ៌បៃតងក្រមៅនិងចាប់ផ្ដើមគូរតែម្ដងថែម layer មួយទៀតខ្ញុំនឹងបន្ថែមភាពស្រស់ស្អាតដោយដាក់ដូចជាពន្លឺរើសយកប្រាស់ Digital Pen ដដែលទំហំ15 pixel គូរទៅលើផ្កានិងស្លឹកចុងក្រោយយើងអាច save រូបជា PNG និង JPEG បានគ្រាន់តែមើលពាណិជ្ជកម្មរបស់កម្មវិធីបន្តិចប៉ុណ្ណោះសូមអរគុណសម្រាប់ការទស្សនាពីដើមដល់ចប់ជួបគ្នានៅវីដេអូគូររូបក្រោយៗទៀត